សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ page នេះផងដែរគឺជា page បង្រៀនរបស់ខ្ញុំទើបតែ load set up ខែមុននេះអត់ទាន់រកចំណូលបានច្រើនអីទេហើយក៏ខ្ញុំអត់ផ្ដោតទៅលើចំណូលដែរគឺខ្ញុំផ្ដោតទៅលើការបង្រៀននិងការចែករំលែកចំណេះដឹងថ្មីៗជូនបងប្អូនប្រអីការរកចំណូលនៅកម្ពុជាលុយវាតិចទេវាអត់ច្រើនទេចឹងបើយើងចង់រកចំណូលពីវាលុះត្រាតែយើងធ្វើ content សម្រាប់ក្រៅប្រទេសបានលុយច្រើនតែនេះគឺខ្ញុំអត់ផ្ដោតសំខាន់លើចំណូលទេទោះបី page នឹងអត់រកលុយបានក៏ខ្ញុំត្រូវតែផុសដែរអញ្ចឹងណាអញ្ចឹងខ្ញុំសូមលើកចំណុចសំខាន់ជូនបងប្អូនមួយសម្រាប់ page អ្នកដែលគាត់ចេញ set up អានេះវីដេអូសម្រាប់អ្នកដែលគាត់ចេញ set up ហើយនឹងអាចបើក content monetize បានអញ្ចឹងតាក់ទងជាមួយនឹង page មួយគឺយើងត្រូវតែមានភាពច្បាស់លាស់បើសិនជាយើងគ្មានភាពច្បាស់លាស់ទេគឺយើងពិបាកធ្វើវាហើយ page នេះគឺជា page ដែលទៅតែ set up ដែរអញ្ចឹងចំណូលគឺវាអត់បានច្រើនទេហើយ page នេះក៏ធ្លាប់ set up ពីមុនដែរ page នេះគឺខ្ញុំរកចំណូលបានជាមួយនឹង in-stream ad break របស់បងប្អូនសេរីមុននោះអញ្ចឹងឥឡូវវា update load ទៅជា CM វិញអញ្ចឹងណាអញ្ចឹងក៏វាឲ្យយើង set up ម្ដងទៀតអញ្ចឹងអ្វីដែលខ្ញុំមានបញ្ហាជាមួយ page នេះគឺខ្ញុំមាន admin ថៃមួយពីមុននោះយកទៅភ្ជាប់អញ្ចឹងណា admin ថៃគឺដាក់ VPN VPS ប្រើប្រាស់ដើម្បីភ្ជាប់វាអញ្ចឹងពេលដែលខ្ញុំយក admin ថ្មីយកទៅភ្ជាប់ set up ជាមួយនឹង content monetize គឺវាអត់ឲ្យទេវាឲ្យយើងទៅ set up ជាមួយនឹង admin ចាស់ពីមុនអញ្ចឹងណាព្រោះអី admin ចាស់ពីមុនគឺធ្លាប់ភ្ជាប់កាតថៃដល់ពេលអញ្ចឹងទៅវាឲ្យយើង confirm នៅនឹងវិញអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនមួយថាការភ្ជាប់ page គឺត្រូវការ admin ដែលត្រូវតែចាំ password ចាំអីមកចប់ admin ហ្នឹងគឺជា admin រឹងមាំបន្តិចទៅហើយបងប្អូនត្រូវចំណាំ admin ហ្នឹងជៀសវាងមានបញ្ហា page ថ្ងៃណាមួយគឺយើងត្រូវការ admin ចាស់ហ្នឹងឯងចឹងទោះបីយើងយក admin ថ្មីមកគ្រប់គ្រងវាឬក៏យកមក set up ក៏អត់បានដែរអញ្ចឹងណាអញ្ចឹងនេះគឺសំណាងដែលខ្ញុំមាន admin ចាស់នេះគឺខ្ញុំបាន set up ហើយប៉ុន្តែវាអត់ទទួលទេដោយសារតែវាឲ្យយើង confirm ជាមួយនឹង admin ចាស់ពីមុនឥឡូវខ្ញុំចូលទៅ admin ចាស់របស់ខ្ញុំនេះគឺជា admin ចាស់ពីមុនដែលខ្ញុំធ្លាប់ភ្ជាប់ជា admin ថៃគឺខ្ញុំធ្លាប់ភ្ជាប់កាតថៃជាមួយនឹង in-stream ad ធ្លាប់ភ្ជាប់កាតថៃហើយនឹងទីតាំងថៃជាមួយនឹង in-stream ad អញ្ចឹងដល់ពេលវាមានបញ្ហាទៅគឺខ្ញុំក៏ខ្ជិលប្រើវាយកវាទៅ boot page អីបរិញ្ញាអីអញ្ចឹងណាដល់ពេលហ្នឹងទៅវាធ្លាក់ set up គឺខ្ញុំយក account ឈ្មោះលៀមសូយ៉ារបស់ខ្ញុំហ្នឹងយកទៅ set up ជាមួយនឹង content ថ្មីជាមួយនឹង CM ថ្មីហ្នឹងហ្មងតែវាអត់ឲ្យទេវាឲ្យយើង confirm ជាមួយនឹងadmin ចាស់ហ្នឹងឥឡូវខ្ញុំត្រូវចូលមក confirm ជាមួយនឹង admin ចាស់នៅ computer សិនហើយត្រូវដូរទីតាំងដូរអីអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹងវីដេអូមួយនេះផងដែរគឺខ្ញុំសូមផ្ដាំទៅបងដែលគាត់ជាអ្នកថ្មីហើយក៏ជាអ្នកក្រោយខ្ញុំសូមប្រាប់ថាបើសិនជាបងប្អូនមាន admin សម្រាប់ set up ត្រូវតែច្បាស់លាស់ជាមួយនឹង admin ហ្នឹងដោយសារតែពេលដែលមានបញ្ហា page គឺច្បាស់ជាគេរងជាមួយនឹង admin ចាស់ហើយអញ្ចឹងណាអញ្ចឹងកុំភ្ជាប់ញ៉ៃច្រើនជាមួយនឹង admin ប្រយ័ត្នមានបញ្ហាអញ្ចឹងណាឧទាហរណ៍បើសិនជាខ្ញុំមានបញ្ហា admin នេះហើយនឹង admin នេះខូចអីអញ្ចឹងទៅតើខ្ញុំទៅរកនៅណាហើយ page ហ្នឹងគឺអាចបានការហើយដោយសារតែវាទាមទារជាមួយនឹង admin ចាស់អញ្ចឹងបើសិនជាបាត់ page បើសិនជាបាត់ admin ចាស់របស់យើងចំណុចដែលយើងត្រូវធ្វើមានតែតាក់ទងទៅ support Meta ហ្នឹងឯងតែមិនដឹងថាគេជួយបានអត់អញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវចេះថែរក្សាជាមួយនឹង admin ដែលយើងបានភ្ជាប់ payout ក្នុង page រឹតតែល្អណាបងប្អូនគ្រាន់តែវីដេអូនេះជាចំណុចសំខាន់មួយដែរសម្រាប់បងប្អូនដែលគាត់ចេញ set up ហើយត្រូវតែយក admin ឲ្យមានភាពច្បាស់លាស់ចំពោះ set up តែពីមុនយើងខ្មែរយើងអាច set up បានទេអញ្ចឹងបានខ្ញុំយក admin ថៃយកទៅ set up ដាក់ VPN set up ព្រោះអីវាចាប់អញ្ចឹងឥឡូវយើងខ្មែរយើងអាចប្រើប្រាស់ admin ខ្មែរមិនបាច់ចាំប្រើ VPN VPS ទេអញ្ចឹងងាយស្រួលហើយបងប្អូនងាយស្រួលជាងសេរីខ្ញុំបង្កើត in-stream ad ទៀតដោយសារតែកាលនោះប្រើ VPN VPS វាពិបាកពេកទៅខ្ញុំខ្ជិលបរៀន
ព្រោះអ្នកខ្លះគាត់អត់ចេះគាត់ថាស្មុគស្មាញញ៉ៃទៅខ្ជិលឥឡូវខ្មែរយើងអាចរកចំណូលបានពី page ហើយខ្ញុំក៏ផ្ដល់ចំណេះដឹងថ្មីនឹងតាមបទពិសោធន៍ដែលខ្ញុំមាននៅក្នុង page នឹងទាំងអស់ដើម្បីបងប្អូនអ្នកក្រោយៗគាត់ងាយយល់និងធ្វើតាមអញ្ចឹងណាចឹងបងប្អូនមានចងល់អីបងប្អូនអាចឆាតសួរខ្ញុំបានគ្រប់ពេលតាក់ទងជាមួយនឹង page អីអញ្ចឹងណាបងប្អូនហើយរាល់ចំណុចណាដែលខ្វះខាតឬក៏ខ្ញុំមិនច្បាស់គឺខ្ញុំនឹងស្រាវជ្រាវបន្ថែមដើម្បីផ្ដល់ជូនបងប្អូនវិញអរគុណបងប្អូនទាំងអស់គ្នាហើយជួយចែករំលែកម្នាក់មួយដើម្បីឲ្យបងប្អូនដៃថ្មីបានដឹងផងណាបាយបាយជូនពរជោគជ័យទាំងអស់គ្នាណាខ្ញុំអាចនិយាយបានថាផ្នែក social media គឺជាដៃស្ដាំសម្រាប់យើងលក់លើអនឡាញបើសិនជាបងប្អូនមិនចេះផ្នែកហ្នឹងទេគឺយើងមិនអាចធ្វើទីផ្សារទាន់គេទេបើយើងលក់នៅលើអនឡាញគឺយើងបាន25ខេត្តក្រុងតែបើសិនជាយើងលក់មួយកន្លែងគឺយើងបានតែមួយខេត្តដែលយើងបានលក់ទេបើបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងមួយនឹងការរៀនផ្នែក social media បងប្អូនអាចឆាតមកនាងខ្ញុំផ្ទាល់បានមានបរិញ្ញាច្រើនផ្នែកសម្រាប់បងប្អូនជ្រើសរើសមានទាំងវគ្គ boot page boot TikTok មាន boot ផ្សេងទៀតទៅលើការលក់លើអនឡាញហើយមួយវិញទៀតគឺមានវគ្គកម្មង់បានពីក្រៅប្រទេសបោះដុំនិងលក់រាយយើងអាចយកមកលក់បន្តក៏បានដែរតម្លៃ$1 $2ក៏បងប្អូនអាចទិញបានដែរបើបងប្អូនមានចំណាប់អារម្មណ៍សូមឆាតមក Facebook នៃខ្ញុំផ្ទាល់ឈ្មោះលៀមសូយ៉ា